អ៊ីរ៉ង់ចាប់ផ្ដើមបាញ់មីស៊ីលសងសឹកវិញហើយចំណែកឯអ៊ីស្រាអែលបានប្រាប់ឲ្យប្រជាពលរដ្ឋរកទីកន្លែងមានសុវត្ថិភាពយោធាអ៊ីស្រាអែលបានឲ្យដឹងថាខ្លួនបានចាប់សញ្ញាមីស៊ីលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ហើយសំឡេងសារ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេសមួយនេះបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីរ៉ង់នេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ទី28ខែកុម្ភៈនេះយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមុននេះបន្តិចសារ៉ែនបានប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេសក្រោយការកំណត់ឃើញថាមីស៊ីលត្រូវបានចាប់ផ្ដើមបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែលទន្ទឹមគ្នានោះការផ្ញើសារតាមទូរស័ព្ទដៃត្រូវបានបញ្ជូនទៅកាន់ពលរដ្ឋអ៊ីស្រាអែលដោយណែនាំឲ្យពួកគាត់រត់រកកន្លែងសុវត្ថិភាពយោធាអ៊ីស្រាអែលបានអះអាងថានាពេលនេះខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៊ីលរបស់អ៊ីរ៉ង់គួរបញ្ជាក់ថាការវាយប្រហារអ៊ីស្រាអែលនាថ្ងៃសៅរ៍នេះទៅលើអ៊ីរ៉ង់ត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកមន្ត្រីអ៊ីស្រាអែលបានអះអាងថាប្រតិបត្តិការនេះត្រូវបានគ្រោងនិងរៀបចំច្រើនខែមកហើយការបដិឆេទបើកការវាយប្រហារត្រូវបានកំណត់តាំងពីប្រមាណសប្តាហ៍មុនមកម្លេះទោះបីជាយ៉ាងណាវាកើតក្រោយពេលដែលអាមេរិកនិងអ៊ីស្រាអែលទើបតែបញ្ចប់ចរចាជុំចុងក្រោយពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហរ៉ង់ហើយនៅតែមិនទាន់បានឈានដល់ការព្រមព្រៀងជាមួយគ្នាអ៊ីស្រាអែលនិងអាមេរិកធ្លាប់បានរួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់ម្ដងរួចមកហើយកាលពីឆ្នាំមុន